ตุรกีសមត្ថកិច្ចបានចាប់ខ្លួនមនុស្សចំនួន1418នាក់ដែលសុទ្ធតែជាអ្នកបានចូលរួមនៅក្នុងការជួបជុំធ្វើបាតកម្មប្រជាជនទូគីបានបន្តធ្វើបាតកម្មកាន់តែរីកធំឡើងនៅទូទាំងប្រទេសដើម្បីទាមទារឲ្យដោះលែងលោកអ៊ីក្រែមអ៊ីម៉ាមូក្លូអភិបាលក្រុងអ៊ីស្តង់ប៊ូលនិងដែលជាបេក្ខជនចូលឈ្មោះប្រធានាធិបតីរបស់គណៈបកប្រឆាំងក៏ត្រឹមថ្ងៃទី25មីនាយ៉ាងហោចសមត្ថកិច្ចទូគីបានចាប់ខ្លួនបាតុករប្រមាណ1400នាក់ព្រមទាំងអ្នកកាសែតចំនួន7នាក់ទៀតដែលក្នុងនោះមានម្នាក់ជាបុគ្គលិករបស់ទីភ្នាក់ងារព័ត៌មានបារាំង AFP នៅតាមទីក្រុងធំៗជាច្រើនអាជ្ញាធរបានចេញច្បាប់ហាមឃាត់ការជួបជុំធ្វើបាតកម្មដោយខុសច្បាប់6ថ្ងៃក្រោយការចាប់ខ្លួនលោកអភិបាលទីក្រុងអ៊ីស្តង់ប៊ូលអ៊ីក្រែមអ៊ីម៉ាមូក្លូបាតកម្មរបស់ប្រជាជនទូគីបានពុះកញ្ជ្រោលផុសឡើងធំទៅតាមទីក្រុងធំដើម្បីប្រឆាំងនឹងអំណាចផ្ដាច់ការរបស់លោកប្រធានាធិបតីអេដូហ្គានជាចលនាបាតកម្មប្រជាជនដ៏ធំបំផុតនៅទូគីបើគិតរាប់ចាប់តាំងពីចលនាកេស៊ីនៅទីលានតាក់ស៊ីមកណ្ដាលក្រុងអ៊ីស្តង់ប៊ូលកាលពីឆ្នាំ2013ក៏ត្រឹមថ្ងៃទី25មីនាអាជ្ញាធរទូគីបានបញ្ជាក់ថាគេបានចាប់ខ្លួនមនុស្សចំនួន1418នាក់ដែលសុទ្ធតែជាអ្នកបានចូលរួមនៅក្នុងការជួបជុំធ្វើបាតកម្មដោយខុសច្បាប់ហើយបន្ថែមពីនេះតុលាការក្រុងអ៊ីស្តង់ប៊ូលបានសម្រេចឃុំខ្លួនបណ្ដោះអាសន្ននៅអ្នកកាសែតជនជាតិទូគីចំនួន7នាក់ទៀតដោយចោទថាបានចូលរួមធ្វើបាតកម្មដែរក្នុងចំណោមអ្នកកាសែតទាំង7នាក់នោះមានម្នាក់ជាអ្នកថតរូបបុគ្គលិករបស់ទីភ្នាក់ងារព័ត៌មានបារាំង AFP អង្គការនារីការគ្មានព្រំដែនបានបរិហារថ្កោលទោសការសម្រេចរបស់តុលាការទូគីដែលវាឆ្លុះបញ្ចាំងអំពីស្ថានភាពអាក្រក់និងធ្ងន់ធ្ងរបំផុតនៅទូគីសូមរំលឹកថាកាលពីព្រឹកថ្ងៃទី19មីនានគរបាលទូគីបានចុះចាប់ខ្លួនមនុស្ស92នាក់ក្នុងនោះមានលោកអ៊ីក្រែមអ៊ីម៉ាមូក្លូអភិបាលក្រុងអ៊ីស្តង់ប៊ូលដែលជាអ្នកនយោបាយប្រឆាំងដ៏មានប្រជាប្រិយភាពបំផុតស្របពីដែលតុលាការទូគីសម្រេចឃុំខ្លួនលោកអ៊ីក្រែមអ៊ីម៉ាមូក្លូប្រជាជនទូគីអ្នកគាំទ្រគណៈបកសាធារណរដ្ឋប្រជាជនបានបោះឆ្នោតកាលពីថ្ងៃអាទិត្យទី23មីនាតែងតាំងលោកអ៊ីក្រែមអ៊ីម៉ាមូក្លូជាបេក្ខជនផ្លូវការរបស់បកដើម្បីចូលរួមបោះឆ្នោតប្រធានាធិបតីសម្រាប់ប្រជាជនទូគីខ្លះការចាប់ខ្លួនលោកអ៊ីក្រែមអ៊ីម៉ាមូក្លូវាគឺជារឿងនយោបាយព្រោះលោកអេដូហ្គានចង់កម្ចាយគូប្រជែងរបស់ខ្លួនឲ្យបានមុនថ្ងៃបោះឆ្នោតគូគាត់សម្គាល់ថាចាប់តាំងពីថ្ងៃទី19មីនាមកបាតកម្មរបស់ប្រជាជនបានរីកធំទៅដើម្បីទាមទារឲ្យដោះលែងលោកអ៊ីក្រែមអ៊ីម៉ាមូក្លូហើយផ្ដួលរលំរដ្ឋាភិបាលផ្ដាច់ការនៅរដ្ឋអង្ការ៉ាអាជ្ញាធរបានហាមឃាត់ការជួបជុំរហូតដល់ថ្ងៃទី1មេសារីឯនៅទីក្រុងអ៊ីស្មែទីក្រុងធំទី3នឹងជាតំបន់សម្បូរទៅដោយអ្នកគាំទ្របកប្រឆាំងវិញអាជ្ញាធរបានចេញបម្រាមហាមជួបជុំរហូតដល់ថ្ងៃទី29មីនានៅអ៊ីស្តង់ប៊ូលអាជ្ញាធរបានចេញបម្រាមហាមជួបជុំតាំងពីថ្ងៃដំបូងតែបាតុករកាន់តែច្រើនម៉ឺននាក់បានជួបជុំគ្នាបើទោះបីជារងនៅការបង្ក្រាបយ៉ាងហិង្សាពីសមត្ថកិច្ចនៅទីក្រុងស្នេវថ្ងៃទី25អ្នកនាំពាក្យឧត្តមស្នងការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិបានថ្លែងការបារម្ភជាខ្លាំងអំពីស្ថានភាពនៅទូគីក្នុងនាមអង្គការសហប្រជាជាតិលោកស្រីអំពីវិនិយោគឲ្យអាជ្ញាធរទូគីបើកការស៊ើបអង្កេតឲ្យបានត្រឹមត្រូវនិងយុត្តិធម៌ចំពោះពាក្យចោទប្រកាន់ដែលថាសមត្ថកិច្ចនគរបាលបានប្រើកម្លាំងជ្រុលហួសហេតុនិងដោយខុសច្បាប់ក្នុងការបង្ក្រាបបាតុកម្ម